Hello សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមកប្រាប់តកតងជាមួយនឹងការ download Windows 10 នៅក្នុង Google អញ្ចឹងជំហានទី1ដែលយើងត្រូវចូលមកហ្នឹងគឺយើងបើក Google មកហើយយើងវាយពាក្យថា download អ្នកគ្នាទៅសេពពាក្យ download មកអញ្ចឹងអានេះខ្ញុំធ្លាប់វាយពីមុនហើយអ្នកគ្នាអាចចុចលើនឹងមួយមកនេះអញ្ចឹងពី download Windows 10អ្នកគ្នាវាយតែប៉ុណ្្នឹងមកវានឹងចេញមកបន្ទាប់ពីហ្នឹងមកហើយអ្នកគ្នាមើលខាងលើនេះdownload Windows 10អញ្ចឹងអ្នកគ្នាចុចកន្លែងហ្នឹងមួយមកបន្ទាប់ពីចុចកន្លែងហ្នឹងហើយវានឹងលោតផ្ទាំងមួយចេញឲ្យយើងគឺលោតថា download Windows 10បន្ទាប់ពី download Windows 10ហើយអ្នកគ្នា scroll មកខាងក្រោមនឹងឃើញពាក្យថា create Windows 10 install media អញ្ចឹងកន្លែងនេះអ្នកគ្នាត្រូវចាំពាក្យកន្លែងហ្នឹងដើម្បី download បានណាព្រោះឥឡូវហ្នឹងយើង download តែមួយមកយើងអាចទៅ download USB អីមកទៀតញ៉ៃដូចមុនទៀតទេអញ្ចឹងយើងគ្រាន់តែ download ហើយយើងចុចពាក្យថា run វាដើរអូតូហើយអញ្ចឹងយើងអាចយកទៅ boot Windows 10បានហើយអញ្ចឹងជំហានដែលអ្នកគ្នាត្រូវមើលហ្នឹងគឺត្រូវមើលកន្លែងហ្នឹងបន្ទាប់ពីមើលកន្លែងហ្នឹងហើយអ្នកគ្នាយកពាក្យថា download now នេះមកអញ្ចឹងអ្នកគ្នាចុចកន្លែងហ្នឹងមួយមកអញ្ចឹងឥឡូវហ្នឹងវាខ្ញុំ download វាពេញហើយខ្ញុំចុចចូលកន្លែងនេះឥឡូវវាលោតមកកន្លែង drive C របស់ខ្ញុំអញ្ចឹងមុននឹង run វាបានអ្នកទាំងអស់គ្នាត្រូវមាន flash ដោត flash ចូល laptop ឬក៏ desktop របស់អ្នកទាំងអស់គ្នាទៅអញ្ចឹងឥឡូវនេះ flash របស់ខ្ញុំគឺឈ្មោះ ESD USB អញ្ចឹងគឺជាឈ្មោះ flash របស់ខ្ញុំបានដោតហើយខ្ញុំអត់បានបង្ហាញអ្នកទាំងអស់គ្នាទេតែខ្ញុំនឹងនិយាយប្រាប់អញ្ចឹងអ្នកទាំងអស់គ្នាដោតចូលហើយបន្ទាប់ពីដោតចូលហើយដោតចូល USB របស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាចុច mouse ស្ដាំដែលបាន download មកមិញនេះអញ្ចឹងអ្នកទាំងអស់គ្នាចុច mouse ស្ដាំមកហើយយកពាក្យថា run as administrator ចុចលើនឹងមួយមកបន្ទាប់ពីហ្នឹងមកអ្នកទាំងអស់គ្នាអាចចុចពាក្យថា yes បានអញ្ចឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នាអាចរងចាំបន្តិចទៅវានឹងលោតមកចាអញ្ចឹងកន្លែងនេះវាដើរយ៉ាងយូរដែរអ្នកទាំងអស់គ្នារងចាំបានផ្លែតអានោះសម្រាប់តា Windows 10 Windows 11ក៏ធ្វើអញ្ចឹងដូចគ្នាដែរអ្នកទាំងអស់គ្នាតែខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយសម្រាប់ការ download Windows 11អញ្ចឹងអានេះ Windows 10អញ្ចឹងអ្នកទាំងអស់គ្នាចាំមកស្ទុះដែរចាំបន្តិចសិនណាកន្លែងហ្នឹងឥឡូវហ្នឹងវាបានលោតផ្ទាំងមកមួយទៀតហើយបន្ទាប់ពីលោតផ្ទាំងហ្នឹងមកហើយអ្នកនរគ្នាចុចពាក្យថា accept អញ្ចឹងកន្លែងហ្នឹងអ្នកនរគ្នារងចាំបន្តិចទៅដើម្បីឲ្យវាដើរបន្ទាប់ពីកន្លែងហ្នឹងអ្នកនរគ្នាវាមាន2សម្រាប់ឲ្យអ្នកនរគ្នាជ្រើសរើសអញ្ចឹងជំហានដែលខ្ញុំត្រូវយកគឺខ្ញុំយកខាងក្រោមវាអ្នកនរគ្នា create install media USB flash drive DVD ឬក៏ all iOS file អញ្ចឹងដោយសារតែ
mình nhớ cứ nhôm download media នេះ ដូចខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងគឺយើងយកខាងក្រោមហ្នឹងមកដើម្បី install ហើយយើងចុចពាក្យថា next មកដល់កន្លែងនេះយើងអត់មានអីត្រូវជ្រើសរើសអីទៀតទេអ្នកនរគ្នាវាមកមួយ set ហើយអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចពាក្យថា next ទៀតទៅមកដល់កន្លែងនេះអ្នកនរគ្នាអាចយកមានពីរជំរើសគេឲ្យអ្នកនរគ្នាអញ្ចឹងគេថាយក USB file drive I need is sorry អ្នកនរគ្នា is need to be at plus 8G អញ្ចឹងទៅហើយខាងក្រោមនេះ iOS file អញ្ចឹងបើសិនជាខ្ញុំនឹងយក USB flash drive នេះអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាចុចពាក្យថា next ទៀតមកដល់កន្លែងត្រង់នេះគឺដោយសារតែវា select យក USB flash របស់យើងដែលបានដោតចូល desktop ហ្នឹងគឺឈ្មោះដែលខ្ញុំបានប្រាប់ហ្នឹងអ្នកនរគ្នានេះ ESD ហ្នឹងឈ្មោះ flash របស់ខ្ញុំហើយបន្ទាប់មកយើងចុចពាក្យថា next ទៀតមកហើយកន្លែងនេះអ្នកនរគ្នារងចាំអានេះសាកវាចូលដល់គេថា check ECC ណាមកគ្រាប់ដល់អីមកគ្រាប់ទៀតជួយមកទៅខ្លួនណាទៅទៀត Android នេះបើវិវយ៉ាងលាក់ផងចូលទឹកផងហ្នឹងនិយាយខូចទេពួកហ្នឹងហើយស្រាលយ៉ាងណាផងស្អីបងច្បាស់ហ្នឹងចាចាំមើលសួរស្អីអានោះក្នុងក្រុមផងឈឺស្គាល់សោតកងបាត់ហើយ
ឥឡូវហ្នឹងវា finish ហើយបន្ទាប់ពី finish ហើយយើងចុចពាក្យ finish ហ្នឹងទៅអ្នកគ្នាអញ្ចឹងយើងរងចាំវាតិចទៀតឲ្យដើរអញ្ចឹងសម្រាប់អាហ្នឹងគឺវារួចរាល់ហើយវាលោតចូលទៅក្នុងflash របស់យើងយ៉ាងអញ្ចឹងអត់មានអីទៀតទេយើងអាចយកទៅ boot នៅក្នុង computer ណាដែលយើងចង់ boot ឬក៏ set up វាទៅអញ្ចឹងសម្រាប់វីដេអូខ្ញុំគឺមានតែប៉ុណ្ណឹងទេអ្នកនរគ្នាសូមអរគុណ